tăng bị po 3 ngàyហ្នឹងមិនថា3ថ្ងៃហ្នឹងទេមករយៈចុងក្រោយហ្នឹងមានការតាំងពីpoច្រើនដែលជាផលិតផលខ្មែរហ្នឹងគឺឃើញមានបងប្អូនយើងច្រើនក៏គាត់មកចូលរួមជួយគ្រប់គ្រងច្រើនមែនទែនហ្មងពេលតែគាត់ជួយគ្រប់គ្រងច្រើនអញ្ចឹងគឺខាងពួកខ្ញុំអ្នកផលិតគឺខ្ញុំសប្បាយចិត្តខ្លាំងមែនទែនហ្មងហើយនឹងមានកម្លាំងចិត្តក្នុងការបរិយាបន្ថែមសម្រាប់ផលិតកម្មយើងឲ្យបានច្រើនជាងមុនអញ្ចឹងណាដើម្បីឲ្យថ្លៃដើមមានទៀតជាងមុនហើយយើងលក់ចូលទីផ្សារឲ្យទៀតជាងមុនទៀតដែរ dạ về phần này cái smart chuẩn mà có mua ban hai cùng lần na này chẳng 3 ថ្ងៃហ្នឹងខ្ញុំលក់បានច្រើនអស់ស្តុករាល់ថ្ងៃហ្មងបាទដោយសារយើងឥឡូវបញ្ហាទី1របស់យើងគឺយើងផលិតដោយដៃបាទពេលយើងផលិតដោយដៃចំនួនស្តុកក៏វាអត់មានបានច្រើនអញ្ចឹងណាហើយអញ្ចឹងក្នុងមួយថ្ងៃយើងលក់មួយថ្ងៃលក់មួយថ្ងៃអញ្ចឹងយើងនឹងត្រៀមចាប់បានបរិយាវាឲ្យធំជាងមុនច្រើនជាងមុនដើម្បីកុំឲ្យអស់ស្តុកដូចមួយរយៈលក់មកអស់ស្តុករហូត អារម្មណ៍យ៉ាងណាដែរបងពេញលុបដាច់ហើយឃើញបងប្អូនប្រជាពលរដ្ឋយើងងាកមកគ្រប់គ្រងផលិតផលក្នុងស្រុកយើង និយាយទៅអារម្មណ៍ដែលខ្ញុំដែលអរគុណច្រើនហ្មងនិយាយទៅខ្ញុំអរគុណដល់លោកកញ្ញាតែតំបន់ដែលគាត់ប្រធានសហគ្រិនសុនតូចនឹងមជ្ឈមនោះដែលគាត់រៀបចំកម្មវិធីពិព័រណ៍នេះឡើងគឺលើកទី2ហើយបាទគាត់ចំណាយនឹងពេលវេលាចំណាយថវិកាផ្ទាល់ខ្លួនរបស់គាត់ដើម្បីប្រមូលយកផលិតផលក្នុងស្រុកយើងជាច្រើនមកជុំគ្នាតាំងពិព័រណ៍ហ្នឹងឲ្យបងប្អូនប្រជាពលរដ្ឋយើងគាត់មកទស្សនាមើលមកភ្លក់មានរបស់ហ្វ្រីជាច្រើនហើយអញ្ចឹងឃើញគាត់ម្នាក់គឺសប្បាយចិត្តខ្លាំងហ្មងទាំងខ្ញុំអ្នកលក់ទាំងអ្នកទិញបាទអ្នកទិញគឺយួរមកថងគ្រប់គ្នាហ្មងហើយយើងអ្នកលក់ក៏យើងសប្បាយចិត្តដែរអញ្ចឹងយើងមានកម្លាំងចិត្តធ្វើតទៅទៀតបរិយាតទៀតបាទចំពោះខ្ញុំយល់ថាល្អដោយសារបើសិនជាបងប្អូនប្រជាពលរដ្ឋក៏គ្រប់គ្រងផលិតផលខ្មែរយើងផលិតផលខ្មែរយើងឥឡូវបងប្អូនឃើញស្រាប់ហើយមិនមែនអន់ទេហើយតម្លៃគឺអត់មានថ្លៃទេតម្លៃគឺអាចប្រកួតប្រជែងជាមួយទីផ្សារក្នុងស្រុកបានហាក់ដូចជារបស់ខ្ញុំជាដើមយើងបើគេនៅក្រៅនិយាយនៅមិនទៅនិយាយក្រៅប្រទេសឆ្ងាយជាប្រទេសតែប្រទេសវៀតណាមប្រទេសថៃហើយនឹងប្រទេសឡាវក៏មានផលិតដូចគ្នាដែរនិយាយគុណផលិតជើងម៉ៃសាំងដូចគ្នាតម្លៃគេលក់ថ្លៃយើង1 គុណ 2អញ្ចឹងខ្ញុំរងថ្ងៃខ្ញុំធ្វើបានខ្ញុំធ្វើតម្លៃលក់ទីផ្សារខ្ញុំធ្វើឲ្យធូរថ្លៃជាងផលិតផលនាំចូលមកអញ្ចឹងអត់មានណានាំចូលមកបានទៀតទេមាននិយាយទៅមានបងប្អូនខ្លះគាត់ស្រែកថាថ្លៃអីចឹងណាពីមុនគាត់ថាខ្មែរយើងធ្វើអត់បានទេសើថ្មីក៏នាំចូលដែរដល់ពេលយើងធ្វើបានហើយគាត់ស្រែកថាថ្លៃបាទដល់ពេលឥឡូវយើងធ្វើថោកហើយគាត់ថាកុំប្រៀបធៀបជាមួយអ្នកថោកជាងគេប្រៀបធៀបជាមួយប្រជាពលរដ្ឋនៅខ្លួនឯងចុះខ្ញុំធ្វើខ្ញុំត្រូវការដើមទុនដែរត្រូវការបុគ្គលិកដែរខ្ញុំមានបុគ្គលិកខ្ញុំអ្នកកាយឆ្នៃហើយអាសាខ្ញុំមានជើងខ្លួនឯងផ្ទាល់ទេតែខ្ញុំតាមជាង20ឆ្នាំមុនបានខ្ញុំមានលទ្ធភាពធ្វើដល់តម្លៃនឹងបានបែរថាយើងមានវត្ថុធាតុដើមស្រាប់យើងមានរោងជាងយើងស្រាប់ហើយខ្ញុំខំតស៊ូលំបាកមែនតើហ្មងគឺយកមកលក់មកដល់ទីតាំងតាមចូលតាមផ្សារទំនើបទីតាំងពិព័រណ៍លក់ខ្លួនឯងផ្ទាល់ហ្មងអត់មានបោះទៅដល់ឈ្មោះកណ្ដាល2 3ទៀតទេហើយអញ្ចឹងផលិតផលខ្មែរយើងធ្វើកាន់តែនិយាយទៅគ្រប់គ្រងកាន់ច្រើនធ្វើផលិតកាន់ច្រើនថ្លៃដើមកាន់ថោកលក់ជូនកាន់ថោកដែរអញ្ចឹងណាបងនិយាយទៅមកគួសមតំបងនិយាយទៅមានសាច់ងាតទ្រុំគ្រឿងមានសាច់ក្រកមានប្រភេទសាច់ងាតបន្ទះឆៅមានត្រីងាតមានប្រហុកមាននិយាយទៅមានច្រើនមុខដែរអូនភាគច្រើនប្រជាជនខ្មែរយើងគ្រប់គ្រងផលិតផលខ្មែរច្រើនតាំងពីមានបញ្ហារឿងបាត់ច្រកបាត់អីមកគឺខ្មែរយើងគ្រប់គ្រងផលិតផលខ្មែរយើងច្រើនខ្ញុំសំណូមពរថាឲ្យប្រជាជនខ្មែរយើងគ្រប់គ្រងផលិតផលខ្មែរយើងកាន់តែច្រើនលុបបំបត្តិផលិតផលនាំចូលច្រើនគិតថាល្អបងតោពេលដែលគាត់បង្កើតកម្មវិធីនេះឡើងគឺដើម្បីជួយគ្រប់គ្រងផលិតផលក្នុងស្រុករបស់យើងបានច្រើនបាទហើយទីមួយទៀតឲ្យបរទេសស្គាល់ពីផលិតផលរបស់យើងបានច្រើនដែរបងក្នុងបច្ចុប្បន្នមាន3រសជាតិបងមានសាច់គោសាច់មាន់ក៏ដូចជាសាច់មាន់សាច់ជ្រូកបងជាច្រើន3ក្នុងចំណោម3នេះផលិតផលមួយណាដែលលក់ដាច់ជាងគេសាច់គោបងសាច់គោលក់ដាច់ជាងគេខាងហ្នឹងបាទហើយនិយាយពីតម្លៃឬគុណភាពវិញពលរដ្ឋក៏មានគិតថាអូថ្លៃឬក៏មិនដែរសម្រាប់តម្លៃគឺពេលច្រើនគាត់មាននិយាយតិចតួចដែរបងតែទូទៅអត់ដែរនិយាយទេបងប្អូនព្រោះខាងខ្ញុំគឺផលិតមកស្តង់ដារហ្មងបងផលិតមកស្តង់ដារការវិកช็อปគឺមានអនាម័យខ្ពស់ទៅបាទហើយជាមួយនឹងរសជាតិក៏មានគុណភាពហើយឆ្ងាញ់ហើយបច្ចុប្បន្នគឺយើងខាងចូលទៅខាងផ្សារទៅលើបានច្រើនបាទសមាជិកបងសមាជិកខ្លាំងហ្មងនៅពេលដែលបង្កើតសិប្បកម្មរបស់បងគឺអត់សូវមានអ្នកគ្រប់គ្រងតែបច្ចុប្បន្ននេះដូចបងប្អូនដូចលោកពូអ្នកមីគាត់ជួយគ្រប់គ្រងច្រើនជាមួយគិតថាល្អបងព្រោះ
បើមិនពេកការទេបងប្អូនប្រជាពលរដ្ឋយើងក៏អត់ខំប្រឹងបង្កើតដល់បច្ចុប្បន្នដល់សប្តាហ៍ថ្ងៃនេះដែរឃើញថាបច្ចុប្បន្នគឺមានផលិតផលរបស់ខ្មែរច្រើននៅពេលដែលយើងបេះការពីប្រទេសជិតខាង បាទនិយាយចំពោះខ្ញុំចង់ឲ្យមានការតាំងពិព័រណ៍តាំងបង្ហាញពីផលិតផលរបស់ខ្មែរយើងហ្នឹងឲ្យបានច្រើនតែម្ដងណាខ្ញុំគិតថាលើកនេះមកអត់គ្រប់ទេអញ្ចឹងបើសិនជាអាចឲ្យបងប្អូនមានពិព័រណ៍ច្រើនឲ្យច្រើនបងប្អូនអាចប្រមូលផលិតផលខ្មែរយើងឲ្យបានគ្រប់ម្ដងហើយធ្វើឲ្យធំហើយបងប្អូនអាចធ្វើតាមបណ្ដាខេត្តផ្សេងៗទៀតដើម្បីលើកទឹកចិត្តនឹងបងបង្ហាញតាំងបង្ហាញដល់បងប្អូនប្រជាពលរដ្ឋតាមបណ្ដាខេត្តដែលគាត់បានមកភ្នំពេញអញ្ចឹងណាបាទ